ព្រះបន្ទូលព្រះក្នុងគម្ពីរយូអែលជំពូកទី1នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានមកដល់យូអែលជាកូនពេធូអែលអោពួកចាស់ព្រឹទ្ធាចារ្យទាំងឡាយអើយចូលស្ដាប់ចុះអោពួកអ្នកស្រុកអើយចូលផ្ទៀងត្រចៀកដែរការយ៉ាងនេះដែលកើតមានក្នុងគ្រារបស់អ្នករាល់គ្នាឬក្នុងជំនាន់នៃឪពុកអ្នករាល់គ្នាដែរចូលប្រាប់ដល់កូនអ្នករាល់គ្នាចុះហើយឲ្យកូនប្រាប់ដល់ចៅរួចឲ្យចៅប្រាប់ដល់ដំណរទៅមុខទៀតតទៅគឺថារបស់អ្វីដែលសល់ពីក្រានោះកណ្ដូបបានស៊ីហើយអ្វីដែលសល់ពីកណ្ដូបនោះចង្រិតបានកាត់រួចអ្វីដែលសល់ពីចង្រិតនោះដង្កូវបានស៊ីទៅមនាលពួកប្រមឹកចូលភ្ញាក់ឡើងហើយយំចុះឲ្យពួកអ្នកដែលធ្លាប់ផឹកស្រាទំពាំងបាយជូរអើយចូលត្រហូរយំចុះដោយនឹកស្ដាយទឹកទំពាំងបាយជូរផ្អែមត្បិតត្រូវដាច់ពីមាត់អ្នករាល់គ្នាហើយពីព្រោះមានជាតិមួយឡើងមកលើសុកអញជាជាតិខ្លាំងពូកែហើយមានច្រើនឥតកណនីវាមានធ្មេញដូចជាធ្មេញសឹងមានក្រៀមជារបស់សញ្ញីវាបានបំផ្លាញដើមទំពាំងបាយជូររបស់អញក៏បានស៊ីសម្បកដើមល្វារបស់អញព្រមទាំងឲ្យនៅរលីងផងគឺបានធ្វើឲ្យមែកទាំងអស់ទៅជាសទទេចូលសោកពិលៀបដូចជាស្រីក្រមុំដែលស្លៀកពាក់សម្ពត់ថ្មីកាន់តុប្តីដែលដណ្ដឹងនាងពីកាលនៅក្មេងឯដង្វាយម្សៅនិងដង្វាយជ្រូចនោះបានផ្ដាច់ចេញពីព្រះវិហារនៃព្រះយេហូវ៉ាហើយពួកសង្ឃដែលធ្វើការងារថ្វាយព្រះយេហូវ៉ាគេយំសោកស្រែចម្ការត្រូវខូចបល់ហើយស្រុកកំពុងសោយសោកបិទស្រូវត្រូវបំផ្លាញហើយទឹកទំពាំងបាយជូរថ្មីបានហួតរីងឯប្រេងក៏ខាស់ទៅអោពួកអ្នកធ្វើស្រែចម្ការអើយចូលស្រឡាំងកាំងនៅហើយពួកអ្នកថែរក្សាចម្ការទំពាំងបាយជូរអើយចូលត្រហូរយំចុះដោយពោះស្រូវសាលីនិងស្រូវអោកត្បិតចម្រូតនៅស្រែចម្ការខូចអស់ហើយដើមទំពាំងបាយជូរបានស្វិតក្រៀមហើយដើមល្វាក៏រយរាវចុះឯដើមទទឹមដើមលម៉ើនិងដើមសារីគឺអស់ទាំងដើមឈើនៅចម្ការបានស្វិតក្រៀមទៅសេចក្តីអំណរក៏បានវាចបាត់ពីមនុស្សលោកដែរអោពួកសង្ឃអើយចូលក៏វត្តខ្លួនឡើងហើយទួញយំចុះអោពួកអ្នកដែលធ្វើការងារចំពោះអាសនាអើយចូលទៅហូរយំទៅអោពួកអ្នកដែលធ្វើការងារថ្វាយព្រះនៃខ្ញុំអើយចូលមកដេកក្រឡុំខ្លួនដោយសម្ពត់ថ្មីអស់មួយយប់ចុះត្បិតដង្វាយម្សៅនិងដង្វាយជ្រូចត្រូវខាំងនៅមិនឲ្យចូលក្នុងព្រះវិហារនៃព្រះរបស់អ្នករាល់គ្នាឡើយចូលញែកពេលចេញដើម្បីតមអត់ចូលប្រកាសឲ្យមានជំនុំមុតមមត្រូវឲ្យប្រមូលពួកចាស់និងពួកអ្នកស្រុកទាំងអស់ឲ្យមកឯព្រះវិហារនៃព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នារួចអំពាវនាវដល់ព្រះយេហូវ៉ាទៅវោហើយថ្ងៃនោះស្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយថ្ងៃនោះនឹងមកដូចជាការបំផ្លាញពីព្រះដ៏មានគ្រប់ប្រជាស្ដាឯអាហារតើមិនបានដាច់ចេញពីចំពោះភ្នែកយើងព្រមទាំងសេចក្តីអំណរនិងសេចក្តីរីករាយពីព្រះវិហាររបស់ព្រះនៃយើងផងទេឬអីឯពួកពងរស់ក៏ពុករលួយនៅក្រោមបំណែកដីជង្រុកទាំងប៉ុន្មានក៏នៅទទេហើយក្រងស្រូវក៏រលំអស់ហើយពីព្រោះស្រូវបានស្វិតក្រៀមទៅសត្វទាំងប៉ុន្មានស្រែកយំសានវងគោត្រូវស្រឡាំងកាំងត្បិតគ្មានទីគង្វាលរកស៊ីសោះទាំងវងជៀមក៏ត្រូវវិនិច្ឆ័យដែរអោព្រះយេហូវ៉ាអើយទូលបង្គំអំពាវនាវដល់ទ្រង់
ត្បិតភ្លើងបានឆេះវាស្មៅនៅទីរហោស្ថានហើយអណ្ដាតភ្លើងបានឆេះអស់ទាំងដើមឈើនៅវាលដែរសត្វនៅដីទាំងប៉ុន្មានក៏ដង្ហក់រកទ្រង់ពីព្រោះអស់ទាំងជួសទឹកបានរីងស្ងួតទៅភ្លើងក៏បានឆេះវាស្មៅនៅទីរហោស្ថានអស់ហើយ